make coffee យើងឆុងកាហ្វេយើងចង់ប្រាប់គេថាខ្ញុំអត់ចេះឆុងកាហ្វេទេដល់ពេលដែលយើងចង់ប្រាប់គេថាយើងអត់ចេះធ្វើរឿងអីមួយអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងត្រូវនិយាយប្រាប់គេថាម៉េចបាទដាក់ជាដំបូងបងប្អូនទៅចាប់ផ្ដើមលើពាក្យថា excuse me បាទ excuse me sir បាទមានន័យថានេះសម្រាប់បងប្អូនដែលទៅតែរៀនភាសាអង់គ្លេសដំបូងបងប្អូនអាចមើលស៊ីងខ្មែរនៅខាងលើនេះណាក៏បានដែរណានេះយើងអានថា excuse me បាទនេះយើងអានថា me ទេប៉ុន្តែដោយសារភាសាអង់គ្លេសគេចូលចិត្តទាញភ្ជាប់ណាបងប្អូនអញ្ចឹងគេភ្ជាប់សំឡេងអក្សរ s នេះមកអក្សរ m នេះទៅជា sme ណា excuse me sir មានន័យថាសូមអធិស្ឋានលោកអញ្ចឹងបើសិនជាបងប្អូននិយាយទៅកាន់មេរបស់យើងអាចដូរពាក្យ sir នេះទៅជាពាក្យ boss មកណាបាទ excuse me boss បាទមានន័យថាសូមអធិស្ឋានមេបាទឬក៏បងប្អូនអាចប្រើពាក្យថា sorry ក៏បានកន្លែងនេះណា sorry boss ឬក៏ sorry sir បាទ sorry mom បាទនិយាយទៅកាន់ម៉ាក់យើងសុំទោសម៉ាក់អញ្ចឹងទៅបាទអាហ្នឹងក្នុងនេះពេលដែលយើងមុននឹងចាប់ផ្ដើមសួរឬក៏ចាប់ផ្ដើមនិយាយអីមួយទៅកាន់គេដែលវាមានយើងយល់ថានិយាយទៅវាប៉ះពាល់ទៅដល់គេឬក៏រំខានទៅដល់គេយើងប្រើពាក្យថា excuse me ហ្នឹងសិនតោះនេះបងប្អូនបាទបន្ទាប់មកបងប្អូននិយាយពាក្យនេះមក I don't know បាទនេះ I don't អក្សរថហើយតនគិតនេះមានន័យថាឲ្យបងប្អូនបញ្ចេញសំឡេងថណាបាទ I don't know how to use this machine បាទ machine នេះបាទម៉ាស៊ីនណាបាទអញ្ចឹងមានន័យថាម៉េចយើងអាចប្រើថាខ្ញុំមិនចេះប្រើណា excuse me sir សូមអធិស្ឋានលោកខ្ញុំមិនចេះប្រើម៉ាស៊ីននេះទេ this machine បែរថាម៉ាស៊ីននេះបាទឬក៏បងប្អូនអាចប្រែម្យ៉ាងទៀតថាខ្ញុំមិនដឹងថាម៉ាស៊ីននេះប្រើយ៉ាងម៉េចទេអាហ្នឹងក៏បានដែរណាបងប្អូនបាទអញ្ចឹងបងប្អូនអាចដូរកន្លែងនេះណាចាប់ពីត្រឹម to នេះទៅបងអាចដូរមកដាក់អីផ្សេងមកបងប្អូនអត់ចេះធ្វើអីទៀតបងប្អូនដាក់កន្លែងហ្នឹងមក I don't know how to អីបងប្អូនដាក់ហ្នឹងមកណាអូខេឧទាហរណ៍កន្លែងនេះ drive a car ប្រែថាបើកឡាន drive a car ប្រែថាបើកឡានអញ្ចឹងបើយើងចង់ប្រាប់គេថាខ្ញុំអត់ចេះបើកឡាន I don't know how to ដាក់នេះមក drive a car ប្រែថាបើកឡានអញ្ចឹងខ្ញុំមិនចេះបើកឡានទេតោះនេះមកបាទទៅទៀត make coffee យើងប្រែថាឆុងកាហ្វេណាបើយើងចង់ប្រាប់គេថាខ្ញុំអត់ចេះឆុងកាហ្វេទេ I don't know how to make coffee បាទមានន័យថាខ្ញុំមិនចេះឆុងកាហ្វេទេ good តោះ next one fix it បាទ fix it យើងប្រែថាជួសជុលវាណាឧទាហរណ៍ថាគេមានទូរស័ព្ទមួយខូចគេយកមកឲ្យយើងថាប្រាប់គេថាសុំទោសខ្ញុំអត់ចេះធ្វើទេណាខ្ញុំអត់ចេះជួសជុលវាទេ excuse me sir I don't know how to fix it បាទសុំទោសលោកគឺសូមអធិស្ឋានលោកខ្ញុំអត់ចេះធ្វើវាទេណាអូខេតមកទៀតពាក្យនេះយើងហៅថា open it យើងប្រែថាបើកណា it វា open it បើកវាឧទាហរណ៍ថាគេមានប្រអប់អីមួយគេឲ្យយើងបើកយើងអត់ចេះបើកណា I don't know how to open it តោះនេះបងបាទផ្ទុយមកវិញបើសិនជាបងប្អូនចង់និយាយថាខ្ញុំចេះវិញណាយើងចង់ប្រាប់គេថាខ្ញុំចេះឧទាហរណ៍ថាគេមានបញ្ហាមួយយើងចេះធ្វើយើងប្រាប់មក I know how to drive a car បែរថាខ្ញុំចេះបើកឡាននេះលុបទៅពាក្យដុននេះចេញមកបងប្អូនណាគឺមានន័យថាយើងចេះវិញអញ្ចឹងពាក្យដុននេះបែរថាមិនណាក្នុងន័យបដិសេធតោះណាបងប្អូនបាទអូខេតែមកខាងនេះទៀតបងប្អូន cook food នេះបែរថាធ្វើម្ហូបណាធ្វើម្ហូបអញ្ចឹងឧទាហរណ៍យើងចង់និយាយថាខ្ញុំអត់ចេះធ្វើម្ហូប I don't know how to បាទកន្លែងខ្ញុំพูดបន្ទាត់ពីក្រុមនេះបងប្អូនប្រើ clear ទាំងអស់នេះមក cook food ធ្វើម្ហូបខ្ញុំមិនចេះធ្វើម្ហូបទេបាទចុះបើយើងចង់និយាយថាខ្ញុំចេះវិញ I know how to cook food បាទធ្វើម្ហូបខ្ញុំចេះធ្វើម្ហូបតោះនេះបងប្អូនបាទតមកទៀតពាក្យនេះអានថា swim យើងប្រែថាហែលទឹកបាទខ្ញុំមិនចេះហែលទឹកទេ I don't know how to swim ណា I don't know how to swim បាទចុះដល់ពេលខ្ញុំចេះ I know how to swim okay good fold ពេលនេះអានថា fold តែបត់ដូចយើងបត់กระดาษបត់ខោអាវបត់អីចឹងណាបាទ fold it តែបត់វាខ្ញុំអត់ចេះបត់ទេ I don't know how to fold it okay តមកទៀតពេលនេះអានថា dance យើងប្រែថារាំណាបងបាទរាំខ្ញុំអត់ចេះរាំទេសុំទោសខ្ញុំអត់ចេះរាំទេ I don't know how to dance okay តោះណាបងបាទអញ្ចឹងបងប្អូនអាចយក clear ទាំងអស់នេះយើងយកទៅបញ្ចូលកន្លែងនេះមកបានហើយណាបងប្អូនចង់ប្រើអីយើងដាក់អានឹងចូលកន្លែងនេះមកណាហើយដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនពាក្យ don't នេះមានន័យថាមិនអញ្ចឹងដល់ពេល I don't know ខ្ញុំមិនចេះចុះបើយើងចង់និយាយប្រាប់គេថាខ្ញុំចេះវិញបងប្អូនលុបពាក្យ don't នេះចេញមកតែនិយាយថា I know how to មកបានហើយ
còn em muốn và chứng bớt sân chỉ bằng môn trong vùng rừngភាសាអង់គ្លេសរបស់ខ្លួនហើយយើងអត់សូវមានពេលបងប្អូនអាចឆ្លៀតរៀនអនឡាញជាមួយខ្ញុំបានខ្ញុំមានថ្នាក់អនឡាញប្រភេទជាថ្នាក់សន្ទនាបែបនេះណាបងបាទយើងរៀនចាប់ពីម៉ោង8:20នាទីរហូតដល់ម៉ោង9យប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្របាទហើយខ្ញុំនឹងបើកវគ្គថ្មីនៅដើមខែវិច្ឆិកានេះចឹងបងប្អូនចាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនពីឥឡូវនេះទៅខ្ញុំមានតម្លៃពិសេសសម្រាប់អ្នកដែលចុះឈ្មោះមុនថ្ងៃចូលរៀនណាបងបាទហើយតម្លៃសិក្សាខ្ញុំដាក់នៅខាងលើនេះឲ្យបងប្អូនអាចមើលបានណាបាទអូខេអរគុណច្រើនបងប្អូន